កាលណាបើមានកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតឈ្មោះថាពេលនឹងព្រះអង្គបានកំណត់ចឹងស្រេចត្មងកាលណាមានកាយសុចរិតវិច័យសុចរិតនិងមโนសុចរិតហៅថាបណ្ឌិតក្នុងទីនេះកម្មលក្ខណោភិក្ខវេពាឡូកម្មលក្ខណោបណ្ឌិតោអបទាអ្នកសោភណីបញ្ញាអានេះវាតសេចក្តីពីសូត្រមុនផងតែថាភ័យឧបទ្រពឧបសគ្គហ្នឹងវាកើតពីជនពាលមិនកើតពីបណ្ឌិតទេអញ្ចឹងដើម្បីបន្តទៅទៀតហ្នឹងព្រះអង្គសម្ដែងឲ្យសម្គាល់លក្ខណៈពាលបណ្ឌិតហ្នឹងវាល្មិចនៅដល់សម្គាល់សូត្រទី1គ្រាន់តែបញ្ជាក់ពីភ័យឧបទ្រពហើយនិងឧបសគ្គនេះវាកើតចេញតែពីជួនពេលទេវាមិនកើតពីបណ្ឌិតទេព្រះអង្គបញ្ជាក់តែប៉ុណ្្នឹងឯងប៉ុន្តែកន្លែងនេះរៀបរៀនឲ្យយើងសម្គាល់ថាពេលបណ្ឌិតហ្នឹងមិនឃើញណាឃើញពាក្យហ្នឹងវា originally from គម្ពីរបត្រៃបិដកពីពុទ្ធសាសនាហ្នឹងឯងមនាលភិក្ខុទាំងឡាយជនពេលមានកម្មជាលក្ខណៈបណ្ឌិតមានកម្មជាលក្ខណៈគេនេះអត់មានសញ្ញាបត្រជាលក្ខណៈទេគឺសំដៅដល់តួកម្មជាលក្ខណៈពេលក៏មកពីកម្មបណ្ឌិតក៏បានមកពីកម្មដែរហើយកម្មអីឃើញមើលណាប្រាជ្ញាតែងមានសេចក្តីរុងរឿងក្នុងការប្រព្រឹត្តមិនដាច់តទៅទៀតតៃហេភិក្ខវេធម្មេហេសមណាកតោពាឡូវេតិតពោមនាលភិក្ខុទាំងឡាយបុគ្គលប្រកបដោយធម៌3បុគ្គលប្រកបដោយធម៌3យ៉ាងគួរសម្គាល់បានថាជាជនពាលអានឹងព្រះអង្គលើកពាក្យពាលនឹងមកហើយយកអាកម្រិតវាស់ថាស្អីពាលស្អីពាលទៅស្អីជាលក្ខណៈសម្គាល់បុគ្គលពាលឃើញទេទៅទៀត3ហ្នឹងស្អីកតមេហិតៃហិតៃហិហ្នឹង3ហ្នឹងកតមេហិមានអីខ្លះឬក៏ដូចមិនដេចខ្លះហ្នឹងឯងកាយទុច្ចរិតេនៈវិច័យទុច្ចរិតេនៈមโนទុច្ចរិតេនៈគឺកាយទុច្ចរិត1វិច័យទុច្ចរិត1មโนទុច្ចរិត1ហ្នឹងហើយអញ្ចឹងកាយទុច្ចរិតហ្នឹងគឺការប្រព្រឹត្តអាក្រក់តាមផ្លូវកាយវិច័យទុច្ចរិតការប្រព្រឹត្តអាក្រក់តាមវាចាមโนទុច្ចរិតប្រព្រឹត្តអាក្រក់តាមផ្លូវចិត្តណាលក្ខណៈកម្ម3យ៉ាងហ្នឹងសម្គាល់បានថាជាបុគ្គលពេលឃើញទេពេលតិចទៀតខ្ញុំនឹងរៀបរាប់ទៅស្អីខ្លះកាយទុច្ចរិតស្អីខ្លះជាវិច័យទុច្ចរិតហើយស្អីខ្លះជាមโนទុច្ចរិតអ៊ីមេហេខោភិក្ខវេតៃហេធម្មេហេសមណាកតោពាឡូវេតិតពោមនាលភិក្ខុទាំងឡាយបុគ្គលប្រកបដោយធម៌3នេះឯងទាំង3នេះឯងដែលគួរសម្គាល់បានថាជាជនពាលបងបញ្ជាក់មកទៀតអាហ្នឹងណាជនពាលហ្នឹងចឹងហ្នឹងហើយបាទតទៅទៀតតៃហេភិក្ខវេធម្មេហេសមណាកតោបណ្ឌិតោវេតិតពោមនាលភិក្ខុទាំងឡាយបុគ្គលប្រកបដោយធម៌3គួរសម្គាល់បានថាជាបណ្ឌិតមានធម៌3ដែរសម្គាល់បានជាបណ្ឌិតឃើញណាយកធម៌មកសម្គាល់ពេលឬបណ្ឌិតហ្នឹងអត់មានយកសញ្ញាបត្រមកសម្គាល់ទេយើងប្រើទៅតែកុំតេះដៀលគេប្រើក្នុងន័យធម៌ហ្នឹងហើយកតមេហិតៃហិធម៌3តើដូចម្ដេចណាធម៌3ហ្នឹងដូចម្ដេចដែលវាស់បានថាជាបណ្ឌិតកាយសុចរិតេនៈវិច័យសុចរិតេនៈមโนសុចរិតេនៈគឺកាយសុចរិត1វិច័យសុចរិត1មโนសុចរិត1ឃើញទេបុគ្គលណាដែលមានកាយសុចរិតគឺប្រព្រឹត្តល្អដោយទ្វាកាយប្រព្រឹត្តល្អដោយទ្វាវាចាហើយនឹងប្រព្រឹត្តល្អដោយទ្វាចិត្ត
បុគ្គលនោះសំគួរហៅថាបណ្ឌិតចឹងបានព្រះអង្គបញ្ជាក់ថាអ៊ីមេហេខោភិក្ខវេតៃហេធម្មេហេសមណាកតោបណ្ឌិតោវេទិតពោមនាលភិក្ខុទាំងឡាយបុគ្គលប្រកបដោយធម៌ទាំង3នេះឯងដែលគួរសម្គាល់បានថាជាបណ្ឌិតអញ្ចឹងកាលដែលព្រះអង្គហៅពាលហៅបណ្ឌិតហ្នឹងគឺព្រះអង្គបានវាស់កម្រិតថាស្អីពាលស្អីបណ្ឌិតក្នុងកាលនោះអញ្ចឹងណាបាទហើយយើងវាអត់មានពាក្យប្រើយើងខ្ចីពាក្យហ្នឹងយកមកប្រើតែឥឡូវយើងអត់វាស់អញ្ចឹងទេយើងអួតតែពីរឿងយើងបានសញ្ញាបត្រនេះសញ្ញាបត្រនោះហើយយើងចំអកលក់លើឲ្យអ្នកប្រព្រឹត្តល្អដោយកាយវាចាចិត្តឃើញទេអាហ្នឹងហៅថាភ្លេចធាតុដើមខ្ចីពាក្យមកប្រើឲ្យចំអកលក់លើអីគេទៀតតស្មាតហភិក្ខវេអេវੰសិក្ខិតពាំងយេហិតៃហិធម្មេហិសមណាកតោពាលោវេទិតពោតេតយោធម្មេអភិនិវច្ចេតវាយេហិតៃហិធម្មេហិសមណាកតោបណ្ឌិតោវេទិតពោតេតយោធម្មេសមាទិយៈវត្តេសមាតិអេវញ្ហេវោភិក្ខវេសក្ខិតពន្តិមនាលភិក្ខុទាំងឡាយបុគ្គលប្រកបដោយធម៌ទាំង3នេះឯងដែលគួរសំអស់ខ្ញុំអានជន់បានថាជាបណ្ឌិតមនាលភិក្ខុទាំងឡាយហេតុនេះហេតុនោះអ្នកទាំងឡាយក៏បីសិក្សាយ៉ាងនេះថាបុគ្គលប្រកបដោយធម៌3ណាដែលគួរសម្គាល់បានថាជាជនពាលបុគ្គលវាធម៌ទាំង3នោះឃើញហើយប្រកបដោយធម៌3ណាដែលគួរសម្គាល់បានថាជាបណ្ឌិតយើងទាំងឡាយនឹងសមាទានប្រព្រឹត្តធម៌ទាំង3នោះមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីសិក្សាយ៉ាងនេះឯងណាអញ្ចឹងមិនមែនគ្រាន់រៀនឲ្យដឹងទេព្រះអង្គធ្វើសេចក្តីសង្យោគជា moral របស់ការនិយាយហ្នឹងណាមិនគ្រាន់តែឲ្យស្គាល់ទេពេលដែលយើងសិក្សាឃើញហើយថាលក្ខណៈដូចម្ដេចដែលហៅថាពាលលក្ខណៈដូចម្ដេចដែលហៅថាបណ្ឌិតអញ្ចឹងបើឃើញអញ្ចឹងហើយព្រះអង្គថាគួរវានៅធម៌ទាំងឡាយណាដែលជាធម៌សម្គាល់ថាជាពាលហ្នឹងណាគួរវាហ្នឹងហើយគួរសមាទាននៅធម៌3ណាដែលប្រព្រឹត្តទៅបានហៅថាបណ្ឌិតនឹងពុទ្ធដីកាមានប៉ុណ្ណឹងហើយខ្ញុំទៅលើកសេចក្តីក្នុងអត្តកថាខ្លះហើយនឹងធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមខ្លះទៀតបាទបញ្ហាពេលនឹងបណ្ឌិតនឹងមិននិយាយតែប៉ុណ្ណឹងមាននិយាយតទៅមុខទៀតច្រើនបាទនៅវគ្គបន្តទៀតមានពេលលក្ខណៈមានពេលអីគេខ្លះទៀតណាពេលនិមិត្តមានពេលប្រទានអីច្រើនទៀតហ្នឹងហើយអញ្ចឹងទោះបីខ្ញុំមិនបានបន្តទៅទៀតក៏ដោយបងប្អូនយើងអានបន្តទៅមុខទៅឃើញហើយពាក្យទាំងអស់ហ្នឹងលក្ខណៈពិសេសដែលយើងក៏បីដឹងឲ្យដល់ឫសគល់ហើយម្យ៉ាងទៀតដើម្បីយល់ពេលនឹងបណ្ឌិតឲ្យបានច្បាស់មែនទេនោះបើបងប្អូនអាចចូលទៅមើលសិភៅមង្គលដ្ឋទីបនីបាទបើមិនមើលបល័យបានយើងដូនឡូតតែសម្រាយមកភាគ1មង្គលដ្ឋទីបនីហ្នឹងលោកពយលពុស្ដាមកលោកកពីច្រើនយកមកអមក្នុងហ្នឹងណាមង្គលដ្ឋទីបនីយើងសរសេរមងជើងគោលោតជើងថតួស្រអីបណួស្រអីមង្គលដ្ឋទីបនីចូលទៅ website 5000 ឆ្នាំនោះមានអានោះដាក់មង្គលដ្ឋទីបនីភាគ1មើលសេចក្តីអត្ថាធិប្បាយពេលនឹងបណ្ឌិតនឹងច្រើនមានជាដកឬក៏រឿងរ៉ាវជាឧទាហរណ៍ច្រើននៅក្នុងនឹងមានរឿងសេករឿងអីក៏ក្នុងនឹងមង្គលដ្ឋទីបនីមានន័យថាសេចក្តីបំភ្លឺនៅសេចក្តីនៃមង្គលសូត្រសេចក្តីបំភ្លឺដូចដែលលោកតែងស្វាត់ជាថាសេវនាជាពាលនាងកិរិយាមិនសែបគប់បុគ្គលពាលសេវនាបណ្ឌិតានញ្ញសេវនាណាកិរិយាសែបគប់បុគ្គលជាបណ្ឌិតបាទអញ្ចឹងលោក
សរសេរចងក្រងច្រើនយកឯកសារចងក្រងច្រើនពីអត្ថកថាដីកាច្រើនណាស់នៅក្នុងហ្នឹងតែឥឡូវខ្ញុំទាញសេចក្តីដែលមានក្នុងអត្ថកថាលោកបញ្យល់តែបន្តិចទេហ្នឹងហើយគឺលោកបញ្យល់ថាកម្មដែលប្រព្រឹត្តទៅតាមកាយទ្វាជាដើមគឺជាលក្ខណៈគឺជាហេតុឲ្យដឹងចំពោះបុគ្គលនោះហេតុនោះបុគ្គលនោះទើបឈ្មោះថាមានកម្មជាលក្ខណៈណាមានកម្មជាលក្ខណៈហ្នឹងហើយកាយទ្វារាតិបវត្តតាំងកម្មੰលក្ខណៈលោកប្រើពាក្យអញ្ចឹងសញ្ជានអ្នកការណੰណាគឺថាជាហេតុឲ្យសម្គាល់បានអាសាតកម្មលក្ខណៈហ្នឹងហើយគឺកម្មដែលប្រព្រឹត្តទៅតាមកាយទ្វាជាដើមហ្នឹងគឺកាយទ្វារាតិបវត្តតាំងហ្នឹងគឺប្រព្រឹត្តទៅកម្មហ្នឹងគឺកម្មហ្នឹងហើយទ្វារាតិមានន័យថាមានទ្វាដែលជាកាយទ្វាជាដើមអញ្ចឹងមានកាយទ្វាជាដើមមានន័យថាម៉េចវានៅមានវិជ័យទ្វាវានៅមានមនោទ្វាទៀតអញ្ចឹងឲ្យតែលោកប្រើពាក្យថាជាដើមទ្វាហ្នឹងមិនមែនមួយហ្នឹងឯងឬក៏ធោណាក៏ដោយឲ្យតែលោកប្រើពាក្យថាមានអញ្ចឹងជាដើមវាមានតទៅទៀតតែដោយអ្នកសិក្សាលោកដឹងណាលោកមិនបាច់ប្រាប់ថាទាំងកាយទ្វាវិជ័យទ្វាមโนទ្វាទេពីព្រោះនៅក្នុងបេដកហ្នឹងយើងបានអានថាមានកាយទ្វាវិជ័យទ្វាមโนទ្វាហើយគេណាដោយសារវាមានអញ្ចឹងហើយអញ្ចឹងបានលោកប្រើពាក្យថាកាយទ្វារាតិមានកាយទ្វាជាដើមអាតិនឹងយើងយកមកប្រើក្នុងភាសាខ្មែរយើងដែរថាជាអាចនោះហ្នឹងហើយតែជាអាចមានពីរអាចកំបាំងឬអាចមួយទៀតជាដើមមានជាអាចពាក្យថាមានជាអាចអាហ្នឹងអស្រែតួស្រែហ្នឹងអាចកំបាំងមានថខាងចុងហ្នឹងហើយមានរបាតអីផងអញ្ចឹងកម្មនឹងឯងជាលក្ខណៈសម្គាល់ថាជាពេលឬក៏ជាបណ្ឌិតនឹងហើយតទៅទៀតហ្នឹងលោកប្រើពាក្យថាពាលាចៈអបទានសោបនីបញ្ញាតិយាបញ្ញានិមៈអបទានិនសោបតិគឺបញ្ញាដែលស្អាតដោយការប្រព្រឹត្តចរិតៈហ្នឹងដោយការប្រព្រឹត្តណាបាទឈ្មោះថាអបទានសោភនីបញ្ញាហ្នឹងហើយគឺបញ្ញាដែលស្អាតដោយការប្រព្រឹត្តមានសេចក្តីបញ្យល់ថាពេលនឹងបណ្ឌិតរមែងប្រកាសដោយកម្មដែលខ្លួនប្រព្រឹត្តមកហើយនោះឯងណាពេលលាចៈបណ្ឌិតាចៈណាពេលផងបណ្ឌិតផងឬក៏ប្រែថាពេលក្តីបណ្ឌិតក្តីអត្តណោចរិតនេវៈបាកដៈបាកជាមនេបាកដាហនតៃតេបាទបាកដានឹងប្រកាសបាទបាកដាបល័យដែលយើងយកមកប្រើថាប្រាកដពាក្យប្រាកដហ្នឹងពាក្យដើមបល័យដែរគឺថាคล้ายមួយសំស្ក្រឹតផងមានប្រាតាមពិតបាកដាហ្នឹងហើយបាកដាហ្នឹងក៏ខ្ចីពីបល័យមកដែរទៅជាប្រាកដហ្នឹងឯងហ្នឹងហើយគឺពាលាចៈបណ្ឌិតាចៈណាពេលក្តីបណ្ឌិតក្តីឬក៏ពេលឬបណ្ឌិតប្រែអញ្ចឹងក៏បានដែរឬក៏ពេលនឹងបណ្ឌិតប្រែអញ្ចឹងក៏បានដែរហ្នឹងហើយអត្តណោរបស់ខ្លួនចរិតនេវៈបាកដាហន្តិគឺរមែងប្រកាសដោយកម្មដែលខ្លួនប្រព្រឹត្តនឹងឯងហ្នឹងណាបានឈ្មោះថាពេលនឹងបណ្ឌិតហ្នឹងហើយយើងទៅតិចទៀតទៅលោកបញ្ជាក់ថាពិតប្រាកដណាស់វិធីជីវិតនៃជនពេលកាលប្រព្រឹត្តទៅ
រមែងដូចជាផ្លូវរបស់ភ្លើងព្រៃចឹងពេលកាលណាប្រព្រឹត្តដោយកាយក្តីវិចារក្តីមិនចិត្តក្តីហ្នឹងគឺថារមែងប្រព្រឹត្តដូចភ្លើងព្រៃចឹងដែលដុតដើមឈើគំនរឈើស្រុកនិងនិគមជាដើមហ្នឹងស្រុកនិងនិគមគឺដុតភូមិដុតស្រុកហ្នឹងណាបាទនៅពេលដែលភ្លើងឆេះព្រៃជាពិសេសគឺដូចនៅអូស្ត្រាលីនេះនៅអាមេរិកអីដែលព្រៃធំក៏នៅវាឆាប់វាឆេះទៅវាមិនមែនឆេះតែព្រៃឯងវាឆាប់វាឆេះរៀលដល់ផ្ទះដល់សបែងអីចឹងណាហ្នឹងដូចភ្លើងចឹងដូចថាពាលេអ្នកហិកតមគោកតមគោមានន័យថាផ្លូវរបស់ផ្លូវនៃការប្រព្រឹត្តដោយបុគ្គលពាលហ្នឹងរុក្ខកិច្ឆគាមនិកមេទីនិជាបេតវាកិច្ឆន្តសៈអត្តកិណោហ្នឹងហើយកិច្ឆន្តសៈអន្តកិណោកតមេកោវិយហោតិជាមដ្ឋានមត្តមេវៈអង្គារមៈសិឆារិកកាសមាកលੰបញ្ញាយតិណាពិតណាស់វិថីជីវិតរបស់ជនពេលកាលប្រព្រឹត្តទៅគឺរមែងប្រព្រឹត្តទៅដូចជាភ្លើងព្រៃចឹងណារមែងដុតដើមឈើគំនរឈើនិគមជនបទអីណាហើយឲ្យខ្ទេចឲ្យនៅសល់តែអង្គារៈនៅល្ងើកនៅសល់តែផេះនៅសល់តែល្ងើកសល់តែឈូងហ្នឹងហើយឬក៏សល់ដូចឈើវានៅសល់បកគោលសឆ្កយអញ្ចឹងទៅពេលវាឆេះទៅហើយពោពេញដោយរងើកនិងឈូងនិងផេះខាងក្រោមហ្នឹងណាយើងមើលវាច្រើនណាស់ប៉ុន្តែដោយសារស្ថានភាពកំពុងតែកើតឡើងនៅជាដែនយ៉ាងពួកគេមកម្សិលមិញហ្នឹងដូចឃើញយកកភ្លើងក្របជ័រហ្នឹងមកបាញ់ត្រូវប្រជាពលរដ្ឋខ្មែរយើងឃើញមកដូចភ្លើងឯងឃើញទេមកដុតមករោលមកបំផ្លាញអញ្ចឹងហ្នឹងហើយដូចភ្លើងអញ្ចឹងហ្នឹងហើយអញ្ចឹងមិនមែនជាអំពើរបស់បុគ្គលជាបណ្ឌិតទេបាទហ្នឹងហើយបន្តទៅទៀតលោកថាបណ្ឌិតេអ្នកកតមគោកុសោភាតយោពរេតវាវិវិធសសសម្បទាំងអវហមេនេអ្នកចតុទីបកមេខេអ្នកកតមគោវិយហោតិចំណែកផ្លូវឬក៏ថាវិថីជីវិតរបស់បណ្ឌិតវិញកាលបើប្រព្រឹត្តទៅគឺរមែងប្រព្រឹត្តទៅដូចជាផ្ទៃមេឃដែលតាំងឡើងក្នុងទិសទាំង4ហើយបណ្ដាភ្លៀងចុះមកពេញបឹងបួរនិងអណ្ដូងជាដើមនាំសេចក្តីសបោសបាយកើតស្រូវកើតអង្គផ្សេងមកដូច្នោះឯងណាធ្វើឲ្យផល្លាផលនឹងដុះលូតលាស់ល្អណាលោកមានសេចក្តីឧបមាអញ្ចឹងថាវិថីជីវិតរបស់បណ្ឌិតកាលណាបើប្រព្រឹត្តទៅលោកប្រមែងប្រព្រឹត្តទៅដូចផ្ទៃមេឃដែលបង្អោចុះនៅភ្លៀងហ្នឹងហើយរមែងធ្វើឲ្យបឹងបួរនឹងពេញអណ្ដូងនឹងពេញនាំសេចក្តីសម្បូរសប្បាយចម្រុងចម្រើនឲ្យកើតស្រូវកើតអង្គកើតផល្លាផលផ្សេងហ្នឹងហើយមិនទៅកំតិចទេមានតែនាំផលប្រយោជន៍មកឲ្យអញ្ចឹងណាវិថីជីវិតរបស់បណ្ឌិតហ្នឹងហើយលោកមានសេចក្តីឧបមាតទៅទៀតថាយថាតេនកតមគេឧតកពរានិជេវៈវិវិធសសផលានិចតានិតានិឋានានិបញ្ញាយន្តិហ្នឹងហើយទីកន្លែងដែលបបោដោយទឹកនឹងមានផលាផលប្រភេទផ្សេងដុះលូតលាស់ប្រកបក្នុងទីនោះដែលមានភ្លៀងធ្លាក់ចុះមកនឹងឯងហ្នឹងហើយដែលមានភ្លៀងធ្លាក់មកបំពេញបឹងបំពេញដងស្រះអីអាងទឹកអីហ្នឹងគឺថារមែងធ្វើឲ្យផល្លាផលផ្សេងនឹងលូតដុះ
ល្អយ៉ាងណាមិញវិថីជីវិតរបស់បណ្ឌិតនឹងយ៉ាងនោះឯងហ្នឹងហើយ ហើយលោកមិនបញ្យល់ច្រើនទេលោកថាសេសមេតៈឧត្តានតមេវៈពាក្យដ៏សេះមានន័យថាពាក្យដែលលោកបានលើកមកបញ្យល់ហ្នឹងមានសេចក្តីងាយយល់អស់ហើយមិនបាច់បញ្យល់ទៀតទេមានន័យថាយើងអានក្នុងបៃដកហ្នឹងមានសេចក្តីងាយយល់ហើយបាទអញ្ចឹងយើងមើលលោកបញ្ជាក់ពីរោះថាការប្រព្រឹត្តរបស់ជនពាលប្រៀបដូចជាភ្លើងឆេះព្រៃឃើញទេតែងឆេះដើមឈើគំនរឈើនិគមជនបទហ្នឹងហើយធ្វើឲ្យនៅសល់តែផេះផង់ធ្វើឲ្យនៅសល់តែធ្យូងអញ្ចឹងណាហ្នឹងហើយទៅដល់កន្លែងណាធ្វើឲ្យហិនហោចកន្លែងហ្នឹងហ្នឹងគឺហ្នឹងហើយការប្រព្រឹត្តនៃវិថីជីវិតរបស់ជនពាលរីឯវិថីជីវិតរបស់ជនជាបណ្ឌិតកាលបើប្រព្រឹត្តប្រៀបដូចជាមហាមេឃក្នុងទិសទាំង4ដែលបណ្ដាភ្លៀងចុះមកញ៉ាំងបឹងញ៉ាំងទន្លេញ៉ាំងដូងញ៉ាំងស្រះជាដើមនឹងឲ្យពេញញ៉ាំងស្រែញ៉ាំងចកានឹងឲ្យវាមានទឹកសំណើមក្នុងន័យថាឲ្យផលទាំងឡាយនឹងដុះលូតលាស់ល្អអញ្ចឹងណាអញ្ចឹងភ័យជាដើមឃើញមិនកើតពីជនជាបណ្ឌិតទេតែកើតពីជនពាលពីព្រោះជនពាលប្រព្រឹត្តដូចជាភ្លើងឆេះព្រៃនឹងប៉ះរលាកឃើញទេហ្នឹងហើយអញ្ចឹងសេចក្តីនៃព្រះអត្តកថានឹងមានប្រមាណប៉ុណ្ណឹងឥឡូវវិលទៅរកពាក្យពាលនឹងបណ្ឌិតដែលព្រះអង្គទ្រង់ត្រាស់សម្ដែងវិញថាពាលមានកម្មជាលក្ខណៈសម្គាល់3គឺកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតហើយបើយើងសិក្សាទៅដល់ឫសគល់នៃពាក្យពាលនឹងបណ្ឌិតនេះណាក្នុងโลกនេះពិតជាបណ្ឌិតតិចណាស់បងប្អូនមិនច្រើនទេហ្នឹងហើយកុំចេះថា educate ម្ដងមានសញ្ញាបណ្ឌិតច្រើនហើយបានរស់នៅក្នុងភាពជាបណ្ឌិតមែនណាចាំមើលយើងសិក្សាដោយកម្មហ្នឹងហើយដាក់ឈ្មោះខ្លួនឯងទៅអានេះខ្ញុំនិយាយតាមពាក្យដើមរបស់ពាលនឹងបណ្ឌិតរឿងពាក្យគេយកទៅប្រើអាហ្នឹងរឿងរបស់គេចោះអាហ្នឹងគេយល់គ្នាមិនក៏យល់អញ្ចឹងទៅក៏ប៉ុន្តែពាលនឹងបណ្ឌិតមែនតេនដែលពាក្យដើមដែលព្រះអង្គហៅមានន័យថាម៉េចកាលណាបើមានកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតឈ្មោះថាពាលនោះថាពាលនឹងព្រះអង្គបានកំណត់ចឹងស្រេចតែហ្មងហើយកាលណាមានកាយសុចរិតវិច័យសុចរិតនិងមโนសុចរិតហៅថាបណ្ឌិតក្នុងទីនេះ